ជ្រុះបងប្អូនវាដល់ថ្ងៃវាទុំហើយទៀបនេះស្រួលងាយស្រួលណាក្នុងការបន្ទុំវាគឺនៅពេលដែលវាជ្រុះដល់ដីបែបនេះអាន័យថាវាទុំហើយប៉ុន្តែសាច់វានៅរឹងយើងលាងវាឲ្យស្អាតយកទៅទុកក្នុងកញ្ច្រែងទៅ3ថ្ងៃទៅ4ថ្ងៃក្រោយមកវាក៏ទុំដោយខ្លួនវានៅក្នុងកញ្ច្រែងនោះតែម្ដងវាជាការងាយស្រួលក្នុងការដឹកយកទៅលក់ដោយមិនធ្វើឲ្យទៀបនឹងជ្រាយទុំប៉ល់ប៉ក់អីទេបានពីរហើយបងប្អូនឥឡូវនេះមួយទៀតណាខ្ញុំមើលម្សិលមិញដែរតែវាអត់ឃើញឥឡូវវាជ្រុះតែវាចំដីចឹងតុនអត់ប្រេះទេអត់បែកទេនេះជ្រុះលើថ្មនេះជ្រុះលើថ្មបងប្អូនម្សិលមិញគ្រាន់តែនេះបានប៉ុណ្ណេះនេះល្អអាចលក់បានល្អអាចលក់បានតែអានេះបែកมันអាចលក់បានស្ដាយវាធំផងតែបែក